ឯកឧត្តមឧត្តមសេនីយ៍ទូឡៅមីងហួតនិងលោកជំទាវបន្តអនុវត្តសកម្មភាពសប្បុរសធម៌ជាប្រចាំដោយចែកជូនអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គមនាព្រឹកថ្ងៃទី31ឧសភា2025ទឹកចិត្តសប្បុរសគោលបំណងចូលរួមជាធរមាននៅក្នុងការជួយសង្គ្រោះនិងលើកស្ទួយជីវភាពរបស់ពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមបណ្ដាខេត្តប្រទេសកម្ពុជាឯកឧត្តមឧត្តមសេនីយ៍ទូឡៅមីងហួតនិងលោកជំទាវបាននាំយកអំណោយគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនទៅចែកជូនដល់ពលរដ្ឋ6គ្រួសារដែលកំពុងប្រឈមមុខនឹងស្ថានភាពជីវភាពលំបាករស់នៅភូមិបំពង់ផ្ចឹកឃុំមណ្ដងស្នាយស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងទី1លោកយាយស៊ូសាក់អាយុ74ឆ្នាំចាស់ជរាគ្មានទីពឹងរស់នៅខ្ទមតូចតែឯងសពថ្ងៃមានជំងឺប្រចាំកាយទី2ប្អូនស្រីដានិងប្តីឈ្មោះតាសំជាកម្មករលអិតមានកូនតូចៗចំនួន4នាក់កើតមកពីការទាំងអស់គួរឲ្យអាសូរទី3លោកតាខំឆុនអាយុ73ឆ្នាំទី4លោកយាយរស់ធឿនអាយុ69ឆ្នាំរស់នៅខ្ទមតូចតែម្នាក់ឯងទី5អ្នកមីងលុនសុខុនទី6បងប្រុសពេជ្រសូនីនិងប្រពន្ធសុំដីគេស្នាក់អាស្រ័យរាល់ថ្ងៃដើររាវលាខ្យងខ្ចៅដាក់មងសន្ទូចគ្រាន់ចិញ្ចឹមជីវិតក្នុងឱកាសនោះពលរដ្ឋទាំង6គ្រួសារបានបង្ហាញអារម្មណ៍រំភើបទាំងទឹកភ្នែកនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមនិងលោកជំទាវដែលបាននាំយកក្តីសង្ឃឹមនិងសេចក្តីស្រឡាញ់មកទល់ក្រៅពីសកម្មភាពចែកអំណោយផ្ទាល់ដល់គ្រួសារដែលរងគ្រោះនិងមានជីវភាពខ្វះខាតឯកឧត្តមនិងលោកជំទាវក៏បានចូលរួមសកម្មភាពសប្បុរសធម៌ជាប្រចាំទៀតផងដោយរួមមានការចែកសៀវភៅសិក្សានិងថវិកាជួយសិស្សានុសិស្សដែលមានជីវភាពលំបាកការចូលរួមសាងសង់និងជួសជុលវត្តអារាមមន្ទីរពេទ្យសាលារៀនផ្លូវថ្នល់ការផ្ដល់អំណោយគ្រឿងឧបភោគបរិភោគជាដើមឡាក់និងឡាក់សរុបអំណោយដែលបានចែកជូនពលរដ្ឋដែលមានជីវភាពខ្វះខាតទាំង6គ្រួសាររួមមានអង្ករ8ការុងមី8កេសទឹកស៊ីអ៊ីវ24ដបសៀវភៅសិក្សា70ក្បាលនិងថវិកាចំនួន1,250,000 រៀលសកម្មភាពនេះជាសញ្ញាដ៏ច្បាស់លាស់នៃស្មារតីមនុស្សធម៌ការចែករំលែកនិងទំនួលខុសត្រូវសង្គមរបស់ឯកឧត្តមឧត្តមសេនីយ៍ទូនិងលោកជំទាវដែលគួរឲ្យគោរពសរសើរនិងយកជាឧទាហរណ៍ក្នុងសង្គម